បានសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរថពាដែក BMP-1 ជាប្រភេទប្រយុទ្ធថ្មើរជើងនិងធ្វើការចល័តកងទ័ពវាផលិតដោយសហភាពសូវៀតបម្រើការនៅក្នុងឆ្នាំ 1966 ហើយវាមានទម្ងន់ 13.2 តោនប្រវែង 6.73 ម៉ែត្រហើយទទឹងរបស់វា 2.94 ម៉ែត្រកម្ពស់របស់វា 2.06 ម៉ែត្រវាប្រើប្រាស់យុទ្ធជន 3 នាក់និងអាចដាក់ទ័ព 8 នាក់នៅខាងក្រោយម៉ាស៊ីនរបស់វាមានកម្លាំង 300 សេសដែលមានល្បឿន 65 គីឡូម៉ែត្រក្នុង1ម៉ោងហើយវាហែលទឹកបានល្បឿន 7 គីឡូម៉ែត្រក្នុង1ម៉ោងហើយវាអាចចល័តបានចម្ងាយ 600 គីឡូម៉ែត្រដែលប្រើប្រាស់ប្រេងចំនួន 462 លីត្រសម្រាប់សភាពរបស់វាមានដូចជាកំភ្លើងធំ 73 មីលីម៉ែត្រ Smooth Tube ដែលមាន 40 គ្រាប់កំភ្លើងយន្ត PKT 7.62 មីលីម៉ែត្រមួយដើមដែលមាន 2000 គ្រាប់ឬពាដែកនេះក៏អាចបំពាក់មីស៊ីលប្រឆាំងនឹងរក្រោះហៅថា ATGM ដែលវាអាចបាញ់គ្រាប់ប្រភេទ 9M14 ដែលមានល្បឿន 115 ម៉ែត្រក្នុង1វិនាទីដែលអាចបាញ់ចម្ងាយពី 500 ទៅ 3000 ម៉ែត្រហើយវាអាចបាញ់កំទេចរថពាដែកនិងរក្រោះផ្សេងទៀតសម្រាប់គ្រាប់មីស៊ីលនេះមានចំនួន 4 គ្រាប់តួរបស់វាបានផលិតឡើងដោយរួមបញ្ចូលដែកថែបក្នុងការការពារខ្លួនហើយសម្រាប់ប្រទេសកម្ពុជារបស់យើងបានប្រើប្រាស់រថពាដែកនេះចំនួន 70 គ្រឿងសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់ជួបគ្នានៅវីដេអូក្រោយៗសូមជម្រាបលាខ្ញុំបាទសូមជម្រាបសួរជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទ CMP Defense ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរក្រោះប្រភេទ T55AM2 BP ដែលជាការស្នើសុំចេញពី Subscriber របស់ CMP Defense សម្រាប់រក្រោះនេះមានឈ្មោះល្បីល្បាញក្នុងសម័យកាលមុនហើយវាមានប្រទេសជាង 50 ប្រទេសដែលកំពុងប្រើប្រាស់រក្រោះនេះបានធ្វើទំនើបកម្មផ្សេងៗដូចជាការដាក់បន្ថែមនៅដេកថែបប្រព័ន្ធការពារខ្លួន NBC និងប្រព័ន្ធការពារចេញពីវិទ្យុសកម្មព្រមទាំងមានប្រព័ន្ធចម្រោះជាតិគីមីផងដែរហើយប្រភេទអាប់ដេតមួយចំនួនបានដាក់ប្រព័ន្ធការពារខ្លួនដូចជាមីស៊ីលការពារខ្លួនបាញ់កំទេចរ៉ុកែតប្រឆាំងនឹងរក្រោះឬក៏មីស៊ីលប្រឆាំងនឹងរក្រោះT55 នេះបានផលិតដោយសហភាពសូវៀតដោយក្រុមហ៊ុន Moskul នៅក្នុងឆ្នាំ 1945 ហើយវាបានធ្វើទំនើបកម្មផ្សេងៗនៅក្នុងនោះប្រទេសឆែកបានធ្វើទំនើបកម្មពី T55 ទៅជា T55AM2 ដែលមានទម្ងន់ 38 តោនប្រវែង 6.45 ទទឹង 3.37 ម៉ែត្រកម្ពស់ 2.40 ម៉ែត្រហើយវាប្រើប្រាស់យុទ្ធជន 4 នាក់កម្លាំងម៉ាស៊ីនរបស់វាគឺ 610 សេសវាប្រើប្រាស់ប្រេងម៉ាស៊ូតចំណុះ 961 លីត្រវាមានល្បឿនពី 45 ទៅ 50 គីឡូម៉ែត្រក្នុង1ម៉ោងដែលអាចចល័តបានចម្ងាយ 410 គីឡូទៅ 650 គីឡូម៉ែត្រសម្រាប់រក្រោះនេះវិញវាមានសភាវុធដូចជាកំភ្លើងធំ 100 មីលីម៉ែត្រដែលជាប្រភេទ D10T ហើយវាមានគ្រាប់ 38 គ្រាប់ហើយវាមានប្រព័ន្ធទប់លំនឹងលើកំភ្លើងធំនេះដែរហើយវាអាចបាញ់បានចម្ងាយ 5 គីឡូម៉ែត្រវាមានកំភ្លើងយន្ត 12.7 មីលីម៉ែត្រនិង 7.62 មីលីម៉ែត្រផងដែរបើយើងមើលពីប្រព័ន្ធការពារ
នៃរក្រោះ T55AM2 រក្រោះនេះមានប្រភេទ Missile 9K106 Paston ដែលជា Missile បាញ់កំទេចប្រកែកប្រឆាំងនឹងរក្រោះហើយវាមានចំនួន5គ្រាប់ហើយវាអាចការពារខ្លួនចម្ងាយ100ម៉ែត្រចេញពីរក្រោះយើងមិនដឹងច្បាស់ថាកម្ពុជាបានបំពាក់ប្រព័ន្ធការពារនេះនៅលើរក្រោះ T55 របស់យើងនោះឡើយដែលគ្មានព័ត៌មានច្បាស់ហើយនឹងគ្មានរូបភាពដែលបង្ហាញថាកម្ពុជាបានបំពាក់លើរក្រោះប្រភេទ T55AM2 ដែលយើងបានទិញនោះឡើយប្រព័ន្ធនេះមិនបានបំពាក់គ្រប់ទាំងរក្រោះដែលបានធ្វើទំនើបកម្មនោះទេអាស្រ័យទៅលើការបញ្ជាទិញឬក៏អាស្រ័យទៅលើការដាក់ទំនើបកម្មនោះដូច្នេះយើងអត់ដឹងច្បាស់ថាកម្ពុជាយើងមានប្រព័ន្ធនេះដាក់ទៅលើរក្រោះ T55 របស់យើងនោះឡើយបើយើងមើលពីការធ្វើទំនើបកម្មរបស់ T55AM2 គេបានធ្វើទំនើបកម្មឲ្យប្រសើរឡើងទៅលើប្រព័ន្ធបាញ់កម្លាំងម៉ាស៊ីនវាខ្លាំងជាងមុននិងប្រព័ន្ធការពារខ្លួនថែមទៀតទៅលើនិវឹកហើយព្រមទាំងប្រព័ន្ធដទៃទៀតកម្ពុជាយើងបានប្រើប្រាស់ក្រោះនេះជាច្រើនប្រភេទហើយច្រើនហ្វ្រីទាំងហ្វ្រីចាស់និងហ្វ្រីទំនើបកម្មផងដែរតាមឯកសារបាននិយាយថាកម្ពុជាយើងបានទិញ T55S, T55A និង T55AM2BP ទោះបីជាយើងមិនទាន់មានរក្រោះទំនើបដូចជាប្រទេសដទៃតែរក្រោះនេះបានធ្វើការបម្រើប្រទេសកម្ពុជាយើងពេលវេលាសង្គ្រាមយើងសង្ឃឹមថានៅថ្ងៃខាងមុខកម្ពុជាយើងនឹងមានរក្រោះទំនើបដូចជាប្រទេសដទៃផងដែរបាទខ្ញុំបាទសូមអរគុណសម្រាប់ការទស្សនានៅក្នុងវីដេអូរបស់ខ្ញុំជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយៗ